ថ្ងៃនេះបានសម្លស្ងោរល្ហុងហុតឈ្ងុយៗក្តៅៗតែម្ដងគ្រាន់តែឃើញនឹងថាទំនងមែនតែនបន្ថែមជាមួយលឹកខ្ទឹមលឹកអីទៀតមកណែល្ហុងមើលទៅអួយឡើងគួរឲ្យចង់ញ៉ាំគ្រឿងផ្សំហ្នឹងក៏អត់មានអីពិបាកដែរមានតែឆ្អឹងជំនីជ្រូកជាមួយនឹងឆៃពៅប្រៃយើងអាចដាក់ផ្កាជាហឺក៏បានប៉ុន្តែនាងខ្ញុំអត់មាននាងខ្ញុំដាក់ប៉ុណ្ណឹងបន្ថែមជាមួយគល់ខ្ទឹមជាមួយនឹងខ្ទឹមចិញ្ច្រាំហើយល្ហុងនេះយើងចិតសំបកឲ្យស្អាតបន្ទាប់មកយើងលាងទឹកលាងអីហើយយើងចាប់ផ្ដើមហាន់ជាកង់កង់ទូចៗប៉ុណ្នេះល្មមទៅងាយស្រួលក្នុងការស្ងោរព្រោះល្ហុងក៏រៀងស្ងោរទៅក្រផុយដែរហើយបើបងប្អូនមានបន្លែអីទៀតចង់បន្ថែមក៏បានដែរជាដំបូងគឺយើងចង់ដាក់ដាំទឹកយើងដាំទឹកឲ្យពុះសិនបន្ទាប់ពីទឹកពុះគឺយើងចាប់ផ្ដើមមកលាយគ្រឿងរបស់សាច់នេះគឺដាក់ឆ្អឹងជ្រូកជាមួយនឹងខ្ទឹមចិញ្ច្រាំជាមួយនឹងឆៃពៅប្រៃយើងបន្ថែមនៅគ្រឿងមានអំបិលយើងដាក់តែល្មមបានហើយពីព្រោះខ្លាចចេញជាតិប្រៃជាមួយពីឆៃពៅប្រៃបន្ថែមជាមួយនឹងប៊ីចេងបន្ថែមជាមួយនឹងស្ករសបន្ទាប់ពីថាយើងបន្ថែមអីហើយទឹកពុះយើងមកដាក់ទឹកក្តៅហ្នឹងយើងមកចិញ្ច្រំសាច់យើងដាក់អញ្ចឹងទៅដើម្បីឲ្យសាច់ចូលជាតិជាមួយនឹងគ្រឿងក្រៅរបស់យើងបន្ទាប់ពីយើងចិញ្ច្រាំឲ្យជ្រុំឲ្យវាបានចូលជាតិអីហើយទឹកយើងពុះហ្នឹងយើងចាប់ផ្ដើមដាក់ចូលយើងដាក់រំងាស់សាច់រំងាស់ឆ្អឹងជំនីនឹងសិនឲ្យវារាងឆ្អិនរាងផុយអីហើយចាំយើងបន្ថែមជាមួយនឹងល្ហុងរបស់យើងឥឡូវនេះយើងគ្របទុកឲ្យវាពុះអីហើយបន្ទាប់ពីថាទឹកពុះមើលទៅសាច់ឆ្អិនហើយយើងចាប់ផ្ដើមដាក់ល្ហុងយើងមកយើងដាក់ចូលចឹងទៅហើយបន្ថែមជាមួយទៅនឹងប្រេងអូលីវឬក៏ប្រេងឆាបន្តិចដើម្បីឲ្យបន្លែយើងមើលទៅនៅតែស្រស់ហើយវាបានចេញរសជាតិឈ្ងុយមើលទៅគួរឲ្យចង់ញ៉ាំថាមើលទៅពុះគ្រុកបែបនេះគួរឲ្យចង់ញ៉ាំមែនតែនពុកម៉ែបងប្អូនអើយពេលដែលយើងស្ងោររហូតដល់ល្ហុងឆ្អិនយើងអាចដាក់សមចាក់មើលតើល្ហុងនឹងឆ្អិនឬនៅយើងបន្ថែមជាមួយនឹងគល់ខ្ទឹមបន្ទាប់ពីថាយើងភ្លក់គ្រឿងក្រៅសមល្មមអីហើយយើងដាក់ចុះមកដួសដាក់ចានគ្រាន់តែឃើញនឹងថាអូយឈ្ងុយមែនតែនគួរឲ្យចង់ញ៉ាំជាមួយនឹងសាច់ជាមួយនឹងអីនេះបើសិនជាអ្នកមានកូនខ្ចីកូនអីញ៉ាំទៅបានទឹកដោះច្រើនតែម្ដងហើយយើងហត់ធ្វើជាស៊ុបជាអីហ្នឹងក៏បានដែរបន្ថែមជាមួយនឹងស្លឹកខ្ទឹមឈ្ងុយទៀតរឹតតែអែមសូមពុកម៉ែបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube ក៏ដូចជា Follow Facebook Page ជាមួយនឹង TikTok នាងខ្ញុំផងឈ្មោះអ៊ុំ Janet អរគុណទុកជាមុនបងប្អូនអាចយកទៅសាកធ្វើបានហើយបើមានវិធីចម្អិនផ្សេងអាចជួយ comment នៅខាងក្រោមបើសិនជាចង់ឲ្យនាងខ្ញុំធ្វើម្ហូបអីទៀត comment នៅខាងក្រោមនេះមកដើម្បីយើងបានធ្វើម្ហូបតទៅផ្សេងទៀតឥឡូវនេះខាកលេចមកមើលនេះថាអូយពួកឯងចង់ញ៉ាំមែនតែនទំនងដល់ហើយស៊ុបបែបនេះហត់ក្តៅជាមួយបាយជាមួយអីទៀតក៏ត្រូវដែរអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសូមជូនពរសំណាងល្អសុខសុវត្ថិភាពតាមផ្លូវជម្រាបលា